របៀបប្រើប្រាស់ pronom ឬក៏សព្វនាម e ជាភាសាខ្មែរ pronom y គឺជាសព្វនាមគុណកិរិយាមួយដែលយើងអាចប្រើដើម្បីជំនួយកម្មបត្តិដែលនាំមកដោយឋានៈ a ឬក៏ preposition a ហើយយើងអាចប្រើ pronom មួយនេះដើម្បីជំនួយ infinitive ផងដែរដែលជាកិរិយាសព្ទដែលមិនទាន់បំបែកមិនត្រឹមតែប៉ុណ្ណោះយើងអាចប្រើវាដើម្បីជំនួយទីកន្លែងផងដែរនៅពេលដែល pronom y ជំនួយកម្មបត្តិឬក៏ complement មួយកម្មបត្តិនឹងត្រូវតែជារបស់ដែលអត់មានជីវិតឬក៏ជាគំនិតមួយដែលយើងមិនអាចប្រើវាដើម្បីជំនួយមនុស្សនោះទេឧទាហរណ៍ je pense à mon travail មានន័យថាខ្ញុំគិតឬក៏កំពុងគិតអំពីការងាររបស់ខ្ញុំទៅជា j'y pense មានន័យថាខ្ញុំកំពុងគិតឬក៏គិតពីវាឧទាហរណ៍មួយទៀត il réfléchit à cette idée មានន័យថាគាត់កំពុងពិចារណាអំពីគំនិតហ្នឹងទៅជា il y réfléchit មានន័យថាគាត់កំពុងពិចារណាពីវាឧទាហរណ៍មួយទៀត tu t'habitues à la vie en ville មានន័យថាអ្នកកំពុងផ្សាំខ្លួនឬក៏ធ្វើខ្លួនឲ្យសមទៅនឹងជីវិតនៅក្នុងទីក្រុងទៅជា tu t'y habitues មានន័យថាអ្នកកំពុងផ្សាំខ្លួនឬក៏សមទៅនឹងវាបើសិនជាយើងចង់និយាយអំពីមនុស្សជាមួយនឹងកិរិយាសព្ទដែលមាន a ឬក៏ preposition a នៅពីក្រោយយើងត្រូវប្រើសព្វនាមកម្មបត្តិដែលមានផ្ទាល់ឬក៏ភាសាបារាំងយើងហៅថា COI ឬក៏ complément d'objet indirect ផ្ទាល់ខ្លួនដូចជា me ដែលតំណាងឲ្យខ្ញុំte ដែលតំណាងឲ្យអ្នក lui ដែលតំណាងឲ្យអ្នកឬគាត់ nous ដែលតំណាងឲ្យពួកយើង vous ដែលតំណាងឲ្យអ្នកផ្លូវការឬក៏ពួកអ្នក leur តំណាងឲ្យពួកគេពួកគាត់ឬក៏ពួកនាងឧទាហរណ៍ je parle à Marie មានន័យថាខ្ញុំនិយាយឬក៏កំពុងនិយាយទៅកាន់ Marie ទៅជា je lui parle មានន័យថាខ្ញុំនិយាយឬក៏កំពុងនិយាយទៅកាន់នាងឧទាហរណ៍មួយទៀត nous écrivons à nos amis មានន័យថាយើងសរសេរឬក៏កំពុងសរសេរទៅកាន់មិត្តភ័ក្តិរបស់យើងពាក្យថាសរសេរត្រង់នេះសំដៅដល់ការសរសេរសម្បត្តិឬក៏សរសេរសារអ្វីមួយទៅកាន់មិត្តភ័ក្តិទៅជា nous leur écrivons មានន័យថាពួកយើងកំពុងសរសេរទៅកាន់ពួកគេចំណុចមួយដែលយើងគួរចំណាំគឺថាបើសិនជាយើងចង់ប្រើពាក្យកិរិយាសព្ទ penser à បូកជាមួយនឹងមនុស្សយើងអាចប្រើ COE នៅក្នុងនេះបានទេតែយើងត្រូវប្រើ pronom tonic វិញដែលជាប្រភេទសព្វនាមដែលយើងអាចប្រើដើម្បីសង្កត់ន័យឬក៏ផ្ដោតទៅលើមនុស្សដែលវាតំណាងឲ្យឬក៏ដើម្បីបង្ហាញពីភាពចម្រុងចម្រាស់ដោយយើងអាចប្រើ pronom នេះតែឯងក៏បានឬក៏យើងអាចប្រើវាបន្ទាប់ពី preposition ឬក៏ឋានៈក៏បាន les pronoms toniques ជាភាសាបារាំងមានដូចជា moi ដែលតំណាងដល់ខ្ញុំ toi ដែលតំណាងដល់អ្នក lui ដែលតំណាងឲ្យគាត់ elle ដែលតំណាងឲ្យនាង nous ដែលតំណាងឲ្យយើង vous ដែលតំណាងឲ្យអ្នកបែបផ្លូវការឬក៏ពួកអ្នក eux ដែលតំណាងឲ្យពួកគេឬក៏ពួកគាត់ elle ដែលតំណាងឲ្យពួកនាងឬក៏ពួកគេឧទាហរណ៍បើសិនជាខ្ញុំចង់និយាយថាខ្ញុំកំពុងគិតឬក៏ខ្ញុំកំពុងនឹករលឹកដល់ម្ដាយរបស់ខ្ញុំនឹងនិយាយថា je pense à ma mère ប៉ុន្តែបើសិនជាខ្ញុំចង់ជំនួសកម្មបត្តិ ma mère ទៅជា pronom tonique ខ្ញុំនិយាយថា je pense à elle មានន័យថាខ្ញុំកំពុងគិតពីនាងដោយយើងមិននិយាយថា je lui pense នោះទេកិរិយាសព្ទផ្សេងទៀតដែលយើងអាចប្រើដោយយកគំរូតាម penser à មានដូចជា faire attention à quelqu'un មានន័យថាប្រយ័ត្ននរណាម្នាក់ s'habituer à quelqu'un មានន័យថាសូមខ្លួនទៅនឹងនរណាម្នាក់ឬក៏ផ្សាំខ្លួនទៅនឹងនរណាម្នាក់ tenir à quelqu'un មានន័យថាចាប់អារម្មណ៍មានចិត្តលើនរណាម្នាក់ឬក៏ស្រឡាញ់នរណាម្នាក់ songer à quelqu'un មានន័យថាគិតឬក៏នឹករលឹកដល់នរណាម្នាក់ rêver à quelqu'un មានន័យថាយល់សប្តិអំពីនរណាម្នាក់និង renoncer à quelqu'un មានន័យថាបោះបង់នរណាម្នាក់នៅពេលដែលយើងប្រើប្រាស់ pronom e ដើម្បីជំនួយទីកន្លែងយើងអាចប្រើវាបន្ទាប់ពីឋានៈឬក៏ preposition ដូចជា à sur dans sous ឬក៏ chez ជាដើមឧទាហរណ៍ je vais à Paris មានន័យថាខ្ញុំទៅឬក៏កំពុងទៅ Paris ទៅជា j'y vais មានន័យថាខ្ញុំទៅឬក៏កំពុងទៅទីនោះឧទាហរណ៍មួយទៀត il est dans la maison មានន័យថាគាត់គឺនៅក្នុងផ្ទះទៅជា il y est មានន័យថាគាត់គឺនៅក្នុងនោះឧទាហរណ៍មួយទៀត tu mets les livres sur la table មានន័យថាអ្នកដាក់សៀវភៅនៅលើតុទៅជា tu y mets les livres មានន័យថាអ្នកដាក់សៀវភៅនៅទីនោះឬក៏នៅលើទីនោះយើងអាចប្រើ pronom e ដើម្បីជំនួយ infinitive ដែលនាំមកដោយ preposition a ផងដែរឧទាហរណ៍ je tiens à réussir មានន័យថាខ្ញុំចង់ជោគជ័យទៅជា j'y tiens មានន័យថាខ្ញុំចង់ធ្វើវាឧទាហរណ៍មួយទៀត ils se mettent à travailler មានន័យថាពួកគេចាប់ដើមឬកំពុងចាប់ដើមធ្វើការទៅជា ils s'y mettent មានន័យថាពួកគេចាប់ដើមឬក៏កំពុងចាប់ដើមវាយើងអាចប្រើ pronom e នៅក្នុងឃ្លាថា il y a ដើម្បីមានន័យថាមានឧទាហរណ៍ il y a beaucoup de monde ici មានន័យថាមានមនុស្សជាច្រើននៅទីនេះឧទាហរណ៍មួយទៀត il y a une erreur dans ce document មានន័យថាមានកំហុសមួយនៅក្នុងឯកសារនេះ
pronoic ក៏ត្រូវបានគេប្រើនៅក្នុងឃ្លាពិសេសមួយចំនួនដូចជា saïe ដែលជាឃ្លាដែលយើងអាចប្រើនៅពេលដែលយើងបានបញ្ចប់អ្វីមួយឬមានន័យថារួចរាល់ហើយ j'y suis ដែលយើងអាចប្រើដើម្បីមានន័យថាខ្ញុំយល់ n'y compte pas មានន័យថាកុំរំពឹងរឿងនឹងអីឬក៏កុំសង្ឃឹមលើរឿងហ្នឹង il s'y connaît យើងប្រើឃ្លានេះដើម្បីនិយាយថាគាត់ដឹងពីអ្វីដែលគាត់កំពុងធ្វើឬក៏គាត់ជំនាញខាងកិច្ចការគាត់